ចាជំរាបសួរបងប្អូនដែលមកកាន់ Channel YouTube នាងខ្ញុំថ្ងៃនេះណាថ្ងៃនេះខ្ញុំមានម្ហូបខ្មែរពិសេសមួយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាគឺជាម្ហូបខ្មែរដែលពេញនិយមជាងគេតែម្ដងស្លជូរគ្រឿងឆ្អឹងជំនីជ្រូកតោះឥឡូវមកមើលគ្រឿងផ្សំតែបងឡើងគឺមានបន្លែមានតឡាចមានប៉េងប៉ោះមានម្នាស់អញ្ចឹងបងប្អូនមាន3មុខគឺបន្លែសម្លម្ជូរគ្រឿងថ្ងៃនេះបងប្អូនណាបន្ទាប់មកមានអំពិលទុំគឺច្បាច់ដាក់ទឹកច្បាច់វាតិចទឹកក្តៅបងប្អូនណាគឺត្រាំបន្តិចហើយច្បាច់វាជាតិវានេះស្បែកជាឆ្អឹងជ្រូកអង្គចំណីនេះគឺកាប់រួចជាស្រេចហើយយ៉ាងដែរបងប្អូនណាគឺមានកម្មវិធីជួបជុំបងប្អូនទាំងមួយឆ្លងយ៉ាងច្រើនតិចចឹងហ្នឹងណាខ្ញុំដឹងថាធ្វើចំអិនយ៉ាងណាសូមតាមដានពីដើមដល់ចប់ទាំងអស់គ្នាណាបងអូនជួយ like ម្នាក់មួយផងណាបងអូនឥឡូវមកធ្វើម្ហូបយើងវិញបងឡើងដាក់ប្រេងឆាបន្តិចដាក់ម្ទេសឆ្អើរយើងក៏ច្រាមឲ្យម៉ត់បងប្អូនណាចង់ឲ្យម៉ត់បែបនេះបងប្អូនដាំទឹកហើយយើងត្រាំទឹកក្តៅបងប្អូនណាដើម្បីម្ទេសយើងនេះម៉ត់ល្អអញ្ចឹងណាបងប្អូនវាផុយវាទន់ស្រួលកឡុកអីចឹងណាក៏ច្រាមក៏បានកឡុកក៏បានបន្ទាប់មកក៏ដាក់ប្រហុកបងប្អូនណាគឺច្រាមប្រហុកនេះបានថតបង្ហាញពីដើមទេបន្ទាប់មកលក្រូចសើចបន្តិចមកបងប្អូនមកច្បាមដាក់មកណាបងប្អូនគឺកូរបែបនេះណាបន្ទាប់មកនេះសក្រីបងប្អូនគឺសក្រីយើងកឡុកផ្ទះយើងគឺដាំខ្លួនឯងអញ្ចឹងណាសក្រីរំដេងដាក់ម្សៅល្មៀតយើងកឡុកល្មឹកបុកក៏បានបងប្អូនណាបងចង់បងប្អូនស្លតិចទៅបុកនឹងដៃក៏បានដែរបងប្អូនណាតបមកអំពិលទុំបងប្អូនណាអំពិលទុំនេះយើងត្រាំទឹកក្តៅហើយយើងត្រាំឲ្យយូរតិចទៅរីទៅយើងច្បាច់ដូចជាបងប្អូនឃើញក្បាលវីដេអូអញ្ចឹងយកទឹកវាទេអញ្ចឹងអត់យកកាកទេបងប្អូនណាអញ្ចឹងកូរគ្រឿងឲ្យចូលគ្រឿងតែមួយមកឲ្យឈ្ងុយពេញភូមិមកបងប្អូនអត់ដាក់គ្រឿងប៉ុណ្ណឹងមកបងប្អូនតំណងបាត់ទៅហើយពណ៌កឡោវិញស្អាតមែនតែនតែម្ដងហើយសម្រាប់ឡម្ជូរគ្រឿងរបស់យើងថ្ងៃនេះដាក់គ្រឿងប៉ុណ្ណេះបងប្អូនអាចយកគ្រឿងមកចុចបានហើយព្រោះអីយើងមានប្រហុកមានអីនឹងដែរបងប្អូនណាឥឡូវដាក់គ្រឿងម៉ូតូគឺមានស្ករសប៊ីចេងយើងដាក់ឲ្យហើយមកគ្រឿងយើងមានប្រមាណដាក់អស់មកតបមកក៏ដាក់អំបិលបងប្អូនដាក់អំបិលវែកបាយធំដែរព្រោះអីស្លច្រើនអញ្ចឹងណាហើយក៏កូរឲ្យវារលាយគ្រឿងចូលគ្នាចាំយើងដាក់សាច់អញ្ចឹងណាសាច់អានេះប្រើឆ្អឹងជំនីជ្រូកនិងជើងជ្រូកចូលគ្នាបងប្អូនណាដើម្បីឲ្យឆ្ងាញ់ចម្លម្ជូរគ្រឿងរបស់យើងស្លម្ជូរគ្រឿងនេះដាក់តែសាច់ក៏ឆ្ងាញ់ដែរណាយើងដាក់ភេទជាឆ្អឹងជំនីលាយសាច់អញ្ចឹងទៅអត់ឆ្ងាញ់អញ្ចឹងណាហើយជាតែកូរមកកូរត្រឡប់មកដើម្បីឲ្យចូលជាតិចូលគ្រឿងវាតែមួយមកចាំយើងដាក់ទឹកដាក់បន្លែអីចឹងណាបងអូនណាឥឡូវទៅនងបាត់ហើយបងអូនតែមកពុកទៅយើងអាចដាក់បន្លែបានហើយអញ្ចឹងណាចង់ពណ៌កឡក្រហមបែបហ្នឹងបងប្អូនដាក់ម្ទេសឆ្អើររៀងច្រើនបន្តិចបងប្អូនណាមិនដាក់អីទេគឺក្រហមដូចបងប្អូនឃើញណាបងប្អូនឲ្យជួយខាន់បន្លែជួយអីចឹងណាមួយអ្នកកូនកបាត់អ្នកមេកបាត់អីចឹងទៅមានញាយចុងភៅមានកូនមានអីចឹងទៅថ្ងៃហ្នឹងណាគឺស្លពីមុខដែរតែបង្ហាញតែសម្លម្ជូរគ្រឿងសម្រាប់ខ្នាតធំមួយមុខនេះសម្រាប់ចែកជូនបងប្អូនទស្សនាថ្ងៃនេះណាឥឡូវចុងភៅរបស់យើងជាតកោទៅបងប្អូនណាគឺម្ដងខ្នាតតូចអីចឹងទៅក៏មានខ្នាតធំដែរអញ្ចឹងសម្រាប់ម្ហូបចែកធីបងប្អូនណាកុំភ្លេចចូលទស្សនាបានច្រើនជួយ like និង share ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃណាបងប្អូនឥឡូវយើងធ្វើការចាក់ទឹកឲ្យល្បាប់បន្តិចមកបន្ទាប់មកក៏ដាក់បន្លែបងប្អូនណាគឺបន្លែដាក់តឡាចមុនអញ្ចឹងណាបានមួយពុះចាំដាក់ប៉េងប៉ោះអញ្ចឹងប៉េងប៉ោះឲ្យឆាប់រលួយទេអញ្ចឹងយើងដាក់ទឹកថែមបន្តិចមកពុះមកចាំយើងដាក់បន្លែបន្តទៀតអញ្ចឹងណាម្នាស់នឹងពេជ្រប៉ោះដាក់ក្រោយដាក់តឡាចមុនដើម្បីឲ្យតឡាចវាផុយសិនអញ្ចឹងឲ្យមកពុះចឹងមកយើងចាត់លុតភ្លើងមកឲ្យខ្លាំងមកភ្លើងឥឡូវដាក់អាចមកពុះហើយយើងដាក់ប៉េងប៉ោះដាក់ម្នាស់ចូលទៀតគឺអូខេបាត់ទៅហើយអញ្ចឹងណាសាប់ប្រៃតាមថែមថយគ្រឿងតាមក្រោយអញ្ចឹងចឹងនេះខ្ញុំគ្មានអ្វីថ្លៃអំណរគុណបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំពីដើមកន្លងមកទេតែម្រាមដៃ10អរគុណដល់ពុកម៉ែបងប្អូនតែងតែតាមប្រាប់ពីមុនមកសម្លរបស់យើងបានឆ្អិនរួចជាស្រេចហើយបងប្អូនណាគឺពណ៌កឡវិញគឺស្អាតមែនតើកំណងហូបមែនតើបងប្អូនហើយហូបនេះដែរសម្រាប់ជួបជុំបងប្អូនគ្នារៀងច្រើនតិចដែរយើងស្លអញ្ចឹងដាក់ដាំងចាវដាក់ផ្ទះអញ្ចឹងឥឡូវវីដេអូដល់ទីបញ្ចប់ហើយអរគុណ